ះកន្លងមួយថ្ងៃជីឡាន off road ជូនបងប្អូនទៅទស្សនាទឹកធ្លាក់លាក់ខ្លួនមួយកន្លែងដែលមានទីតាំងស្ថិតនៅស្រុកវាលវែងខេត្តពោធិ៍សាត់ទឹកធ្លាក់នេះដែរគឺមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនប៉ុន្តែខ្ញុំអត់ទាន់ប្រាប់បងប្អូនទេថាទឹកធ្លាក់ហ្នឹងមានឈ្មោះអីខ្ញុំគិតថាបងប្អូនខ្លះប្រកាសជាទីដឹងហើយថាទឹកធ្លាក់ហ្នឹងគឺមានឈ្មោះអីគ្រាន់តែខ្ញុំដាក់វីដេអូឲ្យមើលតែប៉ុណ្្នឹងពួកខ្ញុំចាប់បានចេញពី resort មកគឺរៀងព្រលឹមណាស់បងប្អូនទៅថ្ងៃពេកខ្លាចក្តៅអញ្ចឹងណាហើយយើងជិះឡាន off road មកដល់ពាក់កណ្ដាលផ្លូវគឺឃើញអាហ្នឹងខ្ញុំមិនដឹងគេហៅអីបងប្អូនតែគេប្រាប់ខ្ញុំថាលោកខែបាំងឆាត់គឺស្អាតខ្លាំងមែនទែនបងប្អូនក៏ប៉ុន្តែឃើញមួយផ្លែតប្រហែលជា 4-5 នាទីគឺបាត់ទៅវិញហ្មងបងប្អូននិយាយទៅដំបូងខ្ញុំគិតថាក្តៅខ្លាំងអញ្ចឹងណាតែមានណាបងប្អូនអើយជិះមកដល់ពាក់កណ្ដាលផ្លូវនេះគឺភ្លៀងហើយភ្លៀងហ្នឹងគឺភ្លៀងមួយផ្លែតទេភ្លៀងប្រហែល10នាទីអីប៉ុន្តែភ្លៀងមួយផ្លែតហ្នឹងវាល្មមមកយើងជោគដែរបងប្អូនតាមពិតទៅឡាន off road នេះគឺខ្ញុំសម្ដែងបើកថតឲ្យបងប្អូនមើលតែបន្តិចទេចូលមកដល់ក្នុងព្រៃនេះគឺយើងឲ្យបងកាយបើកឲ្យព្រោះយើងមិនសូវស្មាត់ដែរអញ្ចឹងណាបងប្អូនខ្ញុំធ្វើដំណើរមកប្រហែលជាកន្លះម៉ោងគឺជិតដល់ទឹកធ្លាក់ឆាយប្រយហើយដល់កន្លែងនេះគឺអ៊ំគាត់ចិត្តល្អគាត់ឲ្យកន្លែងយើងសម្រាប់ញ៉ាំបាយញ៉ាំអីសិនអញ្ចឹងណាមុននឹងបន្តដំណើរទៅមុខទៀតបងប្អូនណានិយាយពីថាស្វាយដាក់ភូមិហើយនៅទៀបចឹងចេះនៅពេញដើមដែរនេះឃើញចឹងដូចបែរនេះយើងសុំគាត់បានណាប៉ុន្តែអត់មានអីចិត្តដដែលនឹងខ្ជិលបងធំជាកេះខ្ញុំបើថានៅមុខផ្ទះខ្ញុំអីអស់បន្ទាប់ពីហ្នឹងគឺយើងចាប់ផ្ដើមធ្វើដំណើរតទៅទៀតហើយ700 ម៉ែត្រទៀតគឺដល់ទឹកធ្លាក់ឆាយប្រយហ្នឹងហើយប៉ុន្តែផ្លូវដែលយើងជិះចូលហ្នឹងគឺវារៀងកដិចកដប់ដុំថ្មច្រើនអញ្ចឹងបងប្អូនបើសិនយើងជិះឡានរៀងទៀបមកអីគឺចូលអត់រួចទេបងបីដែរអ្នកដែលគាត់ជិះ Ford មកដល់ក៏រៀងពិបាកដែរព្រោះផ្លូវវាចំណោតហើយវាមានដុំថ្មច្រើនអញ្ចឹងបងប្អូនបើសិនយើងជិះឡាន off road មកគឺស្រួលប្រហែលជា700 ម៉ែត្រគឺយើងមកដល់ទីតាំងនេះហើយដែលយើងជិះចូលទៅទៀតបានទេគឺទាមទារយើងត្រូវចុះដើរហើយនេះគឺជាផ្លូវដែលមកដល់បងប្អូនមួយយូរបានមកវាវែងម្ដងជ្រុះនេះនៅចិត្តដែរដល់គ្នាយើងចុះមកតាមតិចដល់គេចុះផ្លូវរៀបយើងចុះផ្លូវកាត់វាលឿនអូ my god ដល់ហើយណាតែតន់ដល់ទឹកជ្រោះដែលស្អាតទេនេះទឹកដែលវាហូរមកហើយមក green season ចេះបាត់ដើរភ្នំសបាយបងប្អូនដើរម៉ោងឥឡូវម៉ោង1អត់មានក្តៅទេបន្តិចនេះពាក់ឡើងវាប្រហែល my god អូយដូចយើជិលវីដេអូឯងដល់ហើយអ្នកនរគ្នាមិននឹកស្មានថាប៉ុន្តែយើងក៏មានកន្លែងស្អាតចឹងទូទៅទឹកជ្រោះគឺវាមានខ្សែទឹករបស់វាបងប្អូនប៉ុន្តែសម្រាប់ទឹកដែលយើងចុះមកដល់ឃើញដំបូងនេះគឺបើថាស្អាតគឺវាមិនទាន់ស្អាតប្រហែលទេតោះតែយើងដើរទៅមុខទៀតគឺយើងនឹងឃើញចលងទឹកជ្រោះមួយដែលខ្ពស់ខ្លាំងមែនទែនគឺមានកម្ពស់ដល់ទៅ50 ម៉ែត្រទឹកជ្រោះនេះគឺខ្ពស់ខ្លាំងមែនទែនបងប្អូនបើសិនយើងធ្វើដំណើរមកចង់លេងតែទឹកនៅខាងលើដែលវារាក់ហើយវាអត់មានខ្សែទឹកហូរគឺធ្វើដំណើរទេបងប្អូនដើរតាមតិចគឺដល់ហើយវាសុវត្ថិភាពផងជាពិសេសបើសិនជាយើងមានកូនក្មេងតូចទៅជាមួយគឺយើងអាចលេងធំតែខាងលើក៏បានដែរតែបើសិនជាយើងចង់ទៅលេងទឹកជ្រោះដែលនៅខាងក្រោមហ្នឹងបងប្អូនកម្ពស់50 ម៉ែត្រហ្នឹងគឺយើងត្រូវដើរឆ្លងកាត់ព្រៃទៀតតែផ្លូវដែលចុះទៅខាងក្រោមគឺរាងចោតបងប្អូនបើសិនជាយើងអត់សូវដើរព្រៃទេគឺអាចដើរចូលដល់40 នាទីឬក៏1 ម៉ោងដែរបើសិនជាយើងដើរលឿនគឺធំកន្លះម៉ោងអីដល់ក្រោមហើយពេលដែលចុះទៅដល់ក្រោមហ្នឹងគឺទេសភាពពិតជាស្អាតខ្លាំងមែនទែនប៉ុន្តែនៅខាងក្រោមនេះគឺយើងអាចបោះតង់បានទេបងប្អូនបានតែមកលេងមួយផ្លែតអញ្ចឹងបើសិនជាបានតែលេងដល់ក្រោមហើយពេលឮសលេងស្រែនស្រែកគឺព្យាយាមឡើងមកវិញឲ្យបានលឿនជាទីបំផុតនិយាយទៅមកលេងព្រៃភ្នំនៅរដូវកាល green season នេះគឺស្អាតណាស់បងប្អូនប៉ុន្តែត្រូវតែប្រយ័ត្នទាកបន្តិចព្រោះសបោនេះគឺជាខ្សែទឹកជ្រោះដែលវាហូរចាក់ទៅខាងក្រោមទៀតហើយខ្សែទឹកហ្នឹងគឺវាហូរទៅកន្លែងផ្សេងទៀតបងប្អូនហើយខ្ញុំគិតថាទឹកជ្រោះដែលស្អាតអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តរកព្រៃឯងប្រកាសជាស្គាល់ហើយនឹងធ្លាប់បានមកលេងហើយសម្រាប់ខ្ញុំផ្ទាល់គឺធ្លាប់តែឮគេនិយាយថាស្អាតបងប្អូនប៉ុន្តែនៅពេលដែលមកដល់ផ្ទាល់គឺដូចមាត់គេនិយាយមែនស្អាតជាងនៅក្នុងវីដេអូដែលខ្ញុំថតឲ្យបងប្អូនមើលទៀតសម្រាប់បងប្អូនដែលអត់ធ្លាប់បានមកទស្សនាអីគឺអាចធ្វើដំណើរមកលេងបានជាពិសេស green season ចេះគឺស្អាតយកតែមែនតើអញ្ចឹងខ្ញុំអត់មានអីនិយាយទៀតទេបងប្អូនចាំជួបគ្នាជាមួយខ្ញុំនៅក្នុងវីដេអូក្រោយបាយ